បាទខ្ញុំបាទសូមជម្រាបសួរពុកម៉ែមីងទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះពុកម៉ែមីងគឺថ្ងៃទី15ហើយសម្រាប់ថ្ងៃទី15ខ្ញុំមានសុបិនចែកជូនទៅកាន់ពុកម៉ែមីងបាទចឹងនៅក្នុងសុបិនហ្នឹងគឺមិនវែងទេពុកម៉ែមីងខ្ញុំពីអ្នកប្អូនខ្ញុំជិះម៉ូតូប៉ុន្តែប្អូនខ្ញុំអ្នកដប់ណាបាទហើយគឺជិះម៉ូតូស្គូពីពុកម៉ែមីងប៉ុន្តែខ្ញុំអត់ច្បាស់ថាជិះម៉ូតូស្គូពីរបស់អ្នកណាប៉ុន្តែប្រហែលជាស្គូពីរបស់ខ្ញុំហើយពុកម៉ែមីងចឹងសារលេខពុកម៉ែមីងបានឃើញហ្នឹងគឺសារលេខហ្នឹងហើយយើងជិះហ្នឹងគឺជិះតាមផ្លូវប៉ុន្តែរបៀបផ្លូវហ្នឹងវាលិចទឹកហើយទឹកឡើងចឹងទៅចឹងយើងជិះកាត់ទឹកបាទជិះកាត់ទឹកខ្ញុំប្រាប់គាត់ថាកុំជិះលឿនជិះយឺតបានហើយហ្នឹងហើយដល់ពេលចឹងទៅក៏ជិះតកន្លែងមួយនោះគឺទឹកហូរខ្មុះខ្មាញ់ខ្លាំងមែនទេប៉ុន្តែចៃដន្យនៅគៀនវាគ្រាន់តែបែកផុកអញ្ចឹងក៏យើងជិះតាមគៀនទៅអញ្ចឹងសរុបទៅគឺយើងបានឆ្លងផុតទឹកហ្នឹងហើយបាទយើងជិះឆ្លងផុតហើយបន្តពីនោះមកទៀតមកគឺវាថាខ្ញុំមានកម្រងមួយប៉ាខ្ញុំថាទៅណាទេប៉ុន្តែដល់ពេលរួចស្រាប់ប៉ាខ្ញុំត្រូវជូនបាទកូនសាគាត់កូនប្រពន្ធប្អូនខ្ញុំណាជូនចៅទី2គាត់ហ្នឹងទៅណាដូចវាត្រូវទៅផ្ទះវិញអីអញ្ចឹងទៅពេលរួចទៅឡានហ្នឹងដូចឈប់កាងខាងមុខហើយដូចឡានរបស់គាត់ហ្នឹងអី300ប៉ុន្តែមិនមែនពណ៌របស់គាត់ទេហ្នឹងហើយវាឈប់កាងខាងមុខខ្ញុំថាខ្ញុំអត់ទៅទេបើខ្ញុំអត់បានទៅឲ្យវាថាកម្រងតែខ្ញុំត្រូវទៅជាមួយហ្នឹងគឺអត់បានទៅវិញផ្លាស់ប្ដូរអញ្ចឹងណាហ្នឹងហើយអញ្ចឹងគឺមានប៉ុណ្្នឹងទេចែកជូនដល់ពុកម៉ែមីងជូនដល់ពុកម៉ែមីងហេងទាំងអស់គ្នា